សូមស្វាគមន៍និងសូមជម្រាបសួរមកកាន់ Channel BK Media ថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីវិធីធ្វើការបដូរកម្របលេងប្រភេទពួក Honda Click Honda Vario ឬក៏ប្រភេទពួក ADV ឬក៏ PCX ជាដើមបាទដោយសារប្រភេទខ្ញុំមកបង្ហាញនេះគឺជាប្រភេទពួក Honda Click និង Honda Vario បាទអញ្ចឹងប្រភេទពួក ADV ក៏ដូចជាប្រភេទពួក PCX គឺបាទ style កម្របរបស់វាគឺដូចសឹងទៅដូចគ្នាប៉ុន្តែរុនខ្ចៅវាអាចប្រើនៅបាទកន្លែងចន្លោះផ្សេងបានអញ្ចឹងនៅពេលដែលបងប្អូនរកទិញកម្របសូមបងប្អូនរកមើលប្រភេទពួកម៉ូតូ model របស់បងប្អូនរួមជាមួយប្រភេទខ្ចៅបាទកុំឲ្យខុសជើងដើម្បីកុំឲ្យយកមកដាក់មិនត្រូវបាទអញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញអំពីវិធីដូរហើយខ្ញុំដូរនេះគឺប្រភេទពួកកាបោនដើម្បីយកមកតម្លើងនៅកម្របជ័ររបស់គេនេះគឺជ័រខ្មៅធម្មតាបាទអញ្ចឹងអ្នកខ្លះគាត់ទិញមកគឺប្រភេទពួក Dera បាទមានលេង style ជាកង្ហែលឬក៏ប្រភេទពួកដែកបាទ style ផ្សេងបាទឬក៏ប្រភេទពួក style កាបោននោះទៅបាទចឹងដើម្បីធ្វើការដោះដូរគឺបងប្អូនមានសោទីបលេខ10ទី1មកគឺបងប្អូនអាចធ្វើការដោះដូរបានហើយបាទចំណែកម៉ូតូខ្លះក៏គាត់ប្រើក្បាលសោទីបលេខ8ដែរបាទអញ្ចឹងម៉ូតូនេះគឺប្រើសោទីបលេខ10បាទអញ្ចឹងបងប្អូនដោះខ្ចៅទៅ3ទេបាទ1 2 3បាទអញ្ចឹងបងប្អូនគាត់យកមកគឺដោះដូរខ្លួនឯងបានយ៉ាងងាយបាទអ្នកខ្លះគាត់ទិញពីក្រៅប្រទេសឬក៏ក្នុងស្រុកឲ្យតែគាត់ទិញមកឲ្យទៅត្រូវជើងគឺដាក់បានហើយបាទអញ្ចឹងយើងធ្វើការដោះមកគឺខ្ចៅទី1បាទយើងមួយចេញមកបាទនេះខ្ចៅទី1ខ្ញុំទៅធូរសិនខ្ចៅទី2បាទខ្ញុំទៀតខ្ចៅទី3បាទអញ្ចឹងទី3វាអាចយើងគៀតជាមួយនឹងអាចបន្តិចបាទយើងទប់ឬក៏កាច់វាចេញទីមកយើងអាចធ្វើការសោកសោចូលយើងមួយចេញមកបាទអញ្ចឹងយើងដោះវាចេញមកបាទហើយបាទយើងអាចនឹងដូរបានទៅខ្លួនឯងបាទទី1ទី2ទី3បាទចុចខ្សែទៀតខាងលើបាទតនធូអត់ទេដល់ហើយនៅពេលដែលយើងឲ្យយើងលើកមកគឺយើងដកខ្សែចេញមកបាទដកខ្សែមកតនចេញមកហើយអ្វីដែលយើងគំភ្លេចនោះគឺនៅពេលយើងដកខ្សែហើយវានឹងនៅសល់តំណដែកបាទតំណដែកក្នុងរបស់គេនេះបាទអញ្ចឹងយើងធ្វើការបុកវាចេញបាទបុកត្រឡប់ដែកចេញមកយើងរកទ្រវីណាមកបុកចេញមកដើម្បីការពារដាក់ទៅជាមួយនឹងឧបករណ៍ថ្មីកុំឲ្យវាបាទកុំឲ្យវាមានផុងសាច់ជាប់របស់យើងឬក៏ដែករបស់យើងបាទអញ្ចឹងនេះយើងគ្រាន់តែដោតចូលមកយើងរឹតទៅគឺបានហើយបាទអញ្ចឹងវាមាន3គ្រាប់បងប្អូនបុកចេញទាំង3មកបាទនេះបាទទី2ទី3បាទអញ្ចឹងយើងគ្រាន់តែបុកចេញមកយើងដោះបាទអញ្ចឹងកុំភ្លេចនៅពេលដែលបងប្អូនដោះដូរខ្លួនឯងបាទនេះគឺសំខាន់បាទដើម្បីយកមកដាក់ប្រើរឹតទៅឲ្យជាប់បានល្អបាទអញ្ចឹងយើងដាក់ចូលតាមខ្សែនីមួយៗមកបាទដាក់ចូលតាមខ្សែនីមួយចឹងមកយើងសោកចាំមកបាទដើម្បីមានទំនាប់របស់វាបាទអញ្ចឹងយើងដកទំនាប់របស់យើងចេញមកបាទកម្របថ្មីរបស់យើងចូលបាទយើងដាក់ខ្សែចូលបាទទាំង3មកបាទនេះបាទទី2ហើយទី3របស់យើងបាទអញ្ចឹងយើងដាក់ទី3ហើយយើងអាចយើងមើលបានបាទអញ្ចឹងបងប្អូនអាចធ្វើខ្លួនឯងបាននៅផ្ទះយ៉ាងងាយបាទនៅពេលដែលបងប្អូនទិញកម្របបាទពីក្រៅប្រទេសឬក៏បងប្អូនបាទទិញតាមផ្សារមួយចំនួនបាទអញ្ចឹងនៅពេលដែលយើងត្រូវយើងបវល់ខ្សែចូលមកបាទគ្រាប់ហើយយើងគ្រាប់ទី2តន់ចូលយើងរុញវាបន្តិចបាទព្រោះថាខ្សែវានេះវាមិនដូចអាស៊ីនទេបាទវាអាចអាមុខវានោះវាធូរយើងរុញឲ្យចូលត្រូវអញ្ចឹងបាទយើងត្រូវការតំណវាបាទការពារកុំឲ្យវាហោកជាមួយសាច់ជ័រសាច់ដែករបស់យើងទៅពេលដែលយើងលេង style របស់យើងនោះបាទអត់ត្រូវបាទអញ្ចឹងបងប្អូនមើលខ្ចៅនេះបាទជាមួយនឹងជ័រនេះយើងរុញឲ្យត្រូវច្បាស់រុញទៅមុខបាទដោយសារនៅពេលយើងដាក់ចូលសោទីបយើងទៅគឺរុញទៅគឺវាលឹបដូចឆ្នៃភាសាសោយើងវាជ្រៅពេកបើសិនជាសោនរយៈរុញទៅគឺងាយស្រួលកម្មមូលបាទអញ្ចឹងបាទនេះដាក់ចូលមកយើងទាញវាចេញទីមកយើងរុញសាច់ដៃទៅមកយើងមូលនេះទៅអត់ទៅបាទខ្ញុំសូមមើលកន្លែងដៃបន្តិចបាទដោយសារខ្ញុំទើមកកាមេរ៉ាបន្តិចខ្ញុំពិបាករុញចូលបាទទើខ្លួនបាទ
ត្រូវហើយបាទយើងរឹតតង់បាទមួយទី2បាទទី3នៅលើយើងសើឲ្យយើងរឹតទៅបាទចូលវាគៀបដោយសារវាគៀបនេះស្រួលរុញបាទតាំងហើយបាទអញ្ចឹងយើងឃើញថារបស់យើងគឺយើងតម្លៃរួចរាល់ហើយបាទនេះគឺជាកម្របចាស់របស់យើងហើយនេះគឺជាកម្របថ្មីដែលយើងលេងភេទពួក style កាបោនបាទអញ្ចឹងគឺបងប្អូនអាចតម្លើងបានខ្លួនឯងយ៉ាងងាយងាយដោយមិនចាំបាច់បាទទៅជួបជឿដើម្បីដោះដូរអស់លុយបាទអញ្ចឹងនៅពេលដែលយើងទិញមកដោះដូរខ្លួនឯងបានបាទនេះគឺជាការបង្ហាញខ្លីៗបើមានចំណុចណាដែលលោកខ្វះខាតសូមខន្តីអភ័យទោស Channel BK Media ផងហើយសូមជួយ Subscribe Channel BK Media ផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសម្រាប់បងប្អូនដែលមិនទាន់បានជួយ Subscribe នោះបាទសូមជួយ Share វីដេអូនេះបន្តផងដើម្បីឲ្យអ្នកដែលគាត់ចង់ធ្វើការដោះកម្របទឹកប្រភេទពួកគ្រូន Honda ម៉ូតូនោះឲ្យគាត់ចេះដូររបស់គ្នាផងបាទជាចុងក្រោយសូមជម្រាបលាបងប្អូន